written down the words into your notebook, you may have to give some space in order to you know take some give the definition in Khmer as well, right? Give the translation in Khmer. Okay, the first one ពាក្យទី1យើងងាយស្រួលទេណាពាក្យទី1យើងងាយស្រួលទេអត់ពិបាកទេពាក្យទី1នៅក្នុងនេះតាមពិតខ្ញុំត្រូវផ្ញើឲ្យគ្នាយើងនៅតាក់ទងជាមួយនឹងphonetic symbol គ្នាយើងអញ្ចឹងណាតែខ្ញុំអត់បានដាក់ឲ្យគ្នាយើងនៅកន្លែងនេះអញ្ចឹងក៏ចាំមើលគ្នានេះឆែកខ្លួនឯងណាកន្លែងហ្នឹងណាអូខេអញ្ចឹងពាក្យទី1គឺយើងអានថា apartment អូខេ apartment ហ្នឹងគឺសំដៅទៅលើកន្លែងបន្ទប់ដែលយើងរស់នៅ apartment គឺភាគច្រើននៅក្នុងវាស្រដៀងគ្នាជាមួយនឹងcondo ដែរណាវាគ្នា condo ដែរព្រោះកន្លែងខ្លះគេហៅថា apartment ខ្លះគេហៅ condo ទៅអញ្ចឹង apartment ហ្នឹងវាមានថានៅមកកន្លែងមកបន្ទប់មួយហ្នឹងជាបន្ទប់ដែលវាមានតាំងពីជាក្រានបាយមានតាំងពីកន្លែងគេងបន្ទប់ទឹកអីនៅបញ្ចប់អញ្ចឹងណាហើយអាហ្នឹងគឺវាបើយើងឃើញនៅក្នុង apartment នីមួយៗគឺគេមានមួយសេតគេតាមជាន់របស់គេមួយអញ្ចឹងទៅណាអាហ្នឹងគឺ apartment របស់គេមួយអញ្ចឹងទៅអញ្ចឹងកន្លែងនេះរស់នៅណាកន្លែងរស់នៅហើយខ្មែរយើងគេបោកផែនតែ apartment ដូចគ្នាដែរទេអត់ខុសគ្នាទេហ្នឹងគឺមួយ unit វាហ្នឹងគឺយើងមានតាំងពីកន្លែងគេងកន្លែងដាំបាយកន្លែងសម្រាប់បន្ទប់ទឹកអីចឹងទៅនៅក្នុងហ្នឹងពីបន្ទប់ពី3បន្ទប់នៅក្នុងកន្លែងហ្នឹងអញ្ចឹងមក apartment ហ្នឹងឯងអូខេand the second one គឺbalcony ណា balcony what does it mean balcony ជាខ្មែរ a small platform outside an upper room usually with a railing ប្រកាន់ដៃយើងកាន់ balcony គ្នាយើង what does it mean balcony នៅយកផ្ទះស្តីគ្នាជាមួយនឹងយកពីមុខណាគឺវារឿងដូចជាពេលខ្លះគ្នាយើងច្រឡំគ្នាជាមួយនឹងនេះអារឿងស្តីគ្នាជាមួយនឹងយ៉ាតណាអញ្ចឹងវាច្រឡំគ្នាជាមួយនឹងយ៉ាតហ្នឹងប៉ុន្តែយ៉ាតគឺបើយ៉ាតមកគេបាក់ផែតែយកផ្ទះយកនៅអាកន្លែងមុខគេនេះហ្នឹងប៉ុន្តែ balcony ខ្ញុំទីហោគ្នាយើងអត់ឃើញអាលក្ខណៈថានៅក្នុងបន្ទប់របស់យើងត្រូវអត់នៅបន្ទប់របស់យើងវាមាននឹងក្រៅហ្នឹងបើគ្នាយើងដូចនៅក្នុងដមអីនៅដមខ្ញុំគេមាន balcony មួយនៅខាងមុខហ្នឹង balcony ហ្នឹងគឺគេមានរបាំងដែកមួយនឹងឯងហើយបើយកវារឿងធំទលាយើងអាចអង្គុយបានអីអញ្ចឹងណាយើងនៅកន្លែងណាអង្គុយបានវាធំជាង balcony ហ្នឹងវាចន្លោះមួយកន្ទោចដែលនៅជាប់ជាមួយបើនៅក្នុងដមនេះយើងឃើញ balcony ហ្នឹងឯងណាហ្នឹងគឺ a small place a small area and outside the upper room មាននៅបន្ទប់ជាន់បើយើងជាន់លើហ្នឹងគឺយើងមានកន្លែង space សម្រាប់ឲ្យគ្នាយើងឈរបានណាបើយើងទៅញ៉ាំអត់កាត់ទេណាអូខេតែបើយ៉ាតគឺយើងកន្លែងធំទលាយកមុខយកផ្ទះបើយើងណាយើងអាចអង្គុយសម្រាប់បានលេងហ្នឹង I think this is a bit confused but yacht is បើយើងមកផៃគឺយកផ្ទះបើយើងហ្នឹងយើងអាចអង្គុយយើងអីបានអីចឹងមកចប់តែបើ balcony នេះគឺកន្លែងទូចមួយនៅក្នុងលើបន្ទប់លើហ្នឹងកន្លែងគេហៅកៅអៅណាហ្នឹងគឺbalcony ណាយើងអាចថា balcony ហ្នឹងគឺកន្លែងដែលយើងគ្នា I think maybe you know about that មិនខ្មែរតែ balcony the same I think okay so the first word is apartment and second word is balcony okay អញ្ចឹងគឺ balcony ហ្នឹងគឺសម្រាប់កន្លែងតូចមួយសម្រាប់នៅក្បែរបន្ទប់របស់យើងឯង mostly we used to like to dry our clothes there if you're living in a room យើងនៅក្នុងបន្ទប់ជាន់លើគេមាន balcony មួយឲ្យគ្នាយើងគឺ balcony okay the third word is a basement basement នេះបើសិនជាពេលខ្លះគេបើខ្ញុំឃើញនៅក្នុងចរាចរណ៍គេដាក់តែគេដាក់តាក់ទងជាមួយនឹងfloor របស់គេ
cái về khác cái chỉ làm này basement này nè first floor bậc kế chứ basement này cứ sầm đào từ lời chọn để cái chọt lan cho đấy crom đây phốt này underground này cứ nó crom đây nó là nó cứ chọn nó basement cứ basement cứ bởi giờ mọc ra tới cái chọn tọa đại vô nó khơi ra chúng khác cái B B1 B2 mình này chọn tọa đại tìm mùi chọn rồi đi P cái sẽ sọt cắt á chứ nhờ basement nó cứ sầm đào từ lời chọn tọa đầy sorry chọn crom đây tọa đầy chọn crom đây trên cái đại apartment sorry a part of a building below ground mình underground này level trên cái bọc lại cái chụp này mùi nhà kia để nơi ground đây trên cái chọn crom đây trên cái basement cái chọn crom đây number 4 biệt lịch buồn đấy okay number 4 คือ ceiling នេះគឺសំដៅទៅលើបើយើងនិយាយចំទៅគឺtable ceiling គឺ table បដានណានេះយើងនៅលើក្បាលហ្នឹងបើអ្នកខាងផ្នែកនេះគេដឹងហើយបដានពីលើហ្នឹងគឺ ceiling ហ្នឹងជាងគេថា the top inside surface of a room ហ្នឹងគឺជញ្ជាំងពីដានពីលើហ្នឹងគឺ ceiling ហើយជាងគេ top inside surface of the room គឺ ceiling furniture នេះបើយើងមកប្រែចំគឺសំដៅទៅលើគ្រឿងសង្ហារឹមណាតើតងជាមួយនឹង table chairs beds and another large item in a room បើយើងមកប្រែចំទាំងអស់ហ្នឹងគេហៅថាគ្រឿងសង្ហារឹមខ្មែរយើងណា this word I think this word is also popular as well hallway ណា hallway នេះឃើញមានពាក្យមួយទៀតខ្ញុំមកភ្លេចតែឃើញពាក្យមួយហ្នឹងទេគេហៅស្អីគេដូចជាខ្ញុំមកភ្លេចពាក្យហ្នឹងខ្ញុំនឹកឃើញពាក្យនេះយើងពាក្យ hallway ហ្នឹងសំដៅទៅលើគ្នាយើងដើរចេញបើ hall ហ្មងគឺអា hall សាលធំណា hall សាលធំបើយើងបកប្រែគឺផ្លូវដើរចូលសាលប៉ុន្តែនៅក្នុង hallway នេះបើយើងនិយាយនៅក្នុងអគារគឺសំដៅទៅលើគ្នាយើងពេលដែលគ្នាយើងឃើញបន្ទប់ដែលគេធ្វើបន្ទប់មួយអញ្ចឹងsorry នៅក្នុងបន្ទប់សងខាងមានឃើញនៅក្នុងអគារមួយគេមានបន្ទប់ធ្វើមកទល់មកគ្នាដល់ពេលអញ្ចឹងអាប្រឡោះដែលយើងផ្លូវដើរចូលទៅក្នុងបន្ទប់នីមួយហ្នឹងអាហ្នឹងគេហៅថា hallway ហើយប៉ុន្តែបើសិនគ្នាដើរចូលនៅក្នុង hall ហ្នឹងក៏គេប្រើពាក្យ hallway យ៉ាងដែរអញ្ចឹងណាចាហ្នឹងគឺបើយើងនេះទៅគឺពាក្យថា corridor inside a building with rooms on the sides អញ្ចឹងយើងដឹងអានេះគឺច្រកផ្លូវដើរហ្នឹងដែលមានបន្ទប់នៅសងខាងយើងដើរចូលនេះយើងណាដែលធ្លាប់នៅក្នុងផ្ទះជួលខ្លះគេធ្វើពេលជួលនៅខ្មែរហ្នឹងគេធ្វើមិនទេដូចនៅនេះអត់ទេមានអាគារមានបន្ទប់សងខាងហើយផ្លូវដើរចូលអញ្ចឹងបន្ទប់មួយពេលខ្លះទល់មុខគ្នាអញ្ចឹងណាអាហ្នឹងគេហៅថា hallway ឬក៏ពាក្យថា hallway អាចស្មើនឹងពាក្យនេះហ្នឹងគឺតែមួយដែរទេcorridor ហ្នឹងសំដៅទៅលើ hallway ហ្នឹងឯងណាមានតែច្រកចូលទៅក្នុងហ្នឹងគឺcorridor ឬក៏ hallway ហ្នឹង hallway នេះសំដៅទៅលើផ្លូវដើរចូលទៅក្នុងបន្ទប់ផ្លូវនៅកណ្ដាលបន្ទប់សងខាងហ្នឹងឯងokay next word ពាក្យនេះក៏មានងាយស្រួលនេះយើងនេះពាក្យនេះអត់ពិបាកទេគឺ neighbor គេយើងអានថា neighbor គឺមានន័យថា a person who lives near you អ្នកជិតខាងណា neighbor យើងអាន neighbor ចឹងនេះគឺ hallway furniture ceiling basement balcony and apartment okay ចឹង neighbor គឺអ្នកជិតខាង this one is rent នេះគឺជួលណា money you pay regularly to live in a house or apartment ចឹងគឺមានថាលុយជួលឬក៏បកប្រែជាគេស័ព្ទគឺជួល repair នេះ
យើងមកប្រែថាជួលជួលណាអូខេមកពេលថា fix you fix something or you repair something you fix something or you repair something មានយើងធ្វើការជួសជុលណា so to repair ស្មើវា to fix something that is broken or damaged ខូចណាពេលថា broken ហ្នឹងគឺខូច damage ទៅរំផ្លាញ okay spacers okay spacers អាន space មកពាក្យ space នេះយើងមកពាក្យ space អញ្ចឹងគឺ spacers spacers នេះគឺសំដៅទៅលើ a large and with plenty of space មានថាមានវាទលាយបើប្រែគឺទលាយ for example this room is spaces មានថាវាមានបន្ទប់នេះគឺវាមានទំហំមាន space វាធំណា a large with plenty of space មានដែលមាននៅដែលទលាយយើងគឺទលាយណាអូខេវាទលាយ spaces ហ្នឹងដល់ប្រែខ្មែរទលាយមកពេល space លំហ spaces ហ្នឹងគឺវាធំវាទលាយ okay this one is tidy យើងបានរៀនហើយ tidy ចាប់ opposite word របស់ tidy នេះយើងអីគេ tidy anyway cleaned and well organized tidy messy yeah messy or untidy right okay messy ឬក៏ untidy យើងអាចថា untidy ក៏បានដែរណាដែលវាគឺអត់ដែលវាញ៉ៃណា messy okay ហើយ unorganized okay next word utility okay អញ្ចឹងគេ next word គឺ utility utility នេះសំដៅទៅដល់ហ្នឹងវារាប់ចូលតាំងពីសេវាទាំងអស់សេវាដែលតែខ្មែរយើងខ្ញុំអត់គ្រាន់តែឃើញពាក្យហ្នឹងអត់ចេញស្អីគេទេណាតម្លៃដែលយើងសេវាកម្មដែលយើងរាប់បញ្ចូលតាំងពីគ្រឿងអេឡិចត្រូនិកតាំងពី gas តាំងពី water ទាំងអស់ដល់ពេលគ្នាយើងពេលគ្នាជួល department ហ្នឹងគេដាក់ឲ្យutility ហ្នឹងសេវានៅក្នុងdepartment របស់យើងតាំងពីថ្លៃ electricity gas and water ហ្នឹងមាន include អីខ្លះណាហ្នឹងគឺបើយើងមកពេលការប្រើប្រាស់ណារឿងប្រើប្រាស់មកពេល utilize គឺខ្មែរយើងដូចជាបកប្រែទៅមិនទេពេលបច្ចេកទេសហ្នឹងខ្ញុំគ្នាយើងឆែកមើលទៅយកជំនឿថាដែលយើងប្រើប្រាស់ប្រចាំបើយើងប្រើប្រាស់ទៅក្នុងភ្លើងអីហ្នឹងទៅក្នុងពាក្យ utility មកពាក្យ utilize គឺប្រើប្រាស់អានេះខ្ញុំប្រាប់គ្នាយើងឲ្យកាលមុនហ្នឹងគឺតាក់ទងជាមួយនឹង yard ហ្នឹងវាបកប្រែទៅគឺសំដៅទៅលើយ៉មុខដែលយើងអាចទៅអង្គុយយើងអាចនៅញ៉ាំពេលខ្លះយើងញ៉ាំបាយនៅកន្លែងហ្នឹងឯងណា yard ហ្នឹងឯងអញ្ចឹង an outdoor area next to a house គឺយ៉នៅមុខដែលយើងអាចទៅញ៉ាំបាយយើង enjoy បានណា it's different from balcony just a small place in a outside a room so you have a room and then they have a balcony for you to dry your clothes maybe you can stand there but you cannot eat outside because it's just a small area but the yard you can play you can eat there ចឹងគឺយកផ្ទះរបស់យើងណានេះគឺ balcony វាអត់កន្លែងតូចដែលយើងអាចឈរបានតិចតួចទេអត់នេះទេI hope maybe you know the differences between this word. Okay, and this one, cupboard. Okay, cupboard. Cupboard នេះយើងសំដៅទៅលើទូណា a cabinet with the shelf for storing things ហ្នឹងយើងមកទូចានវាមាននៅចន្លោះនៅដាក់ចានដាក់អីនឹងឯងដាក់គ្រឿងតាក់ទងនៅក្នុង scan បាយរបស់យើងហ្នឹងគឺយើងមាននៅទូដាក់ចានដាក់បើយើងបោះឲ្យគឺទូចាន just say that ទូមានថតមានអីហ្នឹងយើងដាក់ចានដាក់អីហ្នឹងឯង okay cupboard and this one the last one is roof ចឹង the top coverings of a building បើយើងបកប្រែចំទៅគឺក្បឿងពីលើនេះយើងអាហ្នឹងណាខ្មែរយើងមកប្រែស្អីគេណាខ្ញុំមិននឹកឃើញពេលខ្មែរឃើញ the roof the tops of the building they have a roof there
Okay. The bowl But the bowl ណា okay the bowl នៅខ្មែរអញ្ចឹង okay the bowl ណាអញ្ចឹង at the top of the building you can see a roof okay គ្នាខុសពីអា ceiling វិញអា ceiling នេះគឺពីដានពីលើណា okay អាហ្នឹងគឺវាខុសគ្នា roof ហ្នឹងគឺពីលើ top of the building វាជា the bowl បើយើងឥឡូវខ្ញុំសូមអានគ្នាយើងមួយទៀតខ្ញុំអានតែពីឲ្យគ្នាយើងទេដើម្បីខ្ញុំឲ្យគ្នាយើងធ្វើការអានទៅលើពាក្យទាំងអស់ហ្នឹងណាអញ្ចឹងទី1គឺ apartment ទី2គឺ balcony and number 3 basement this one is ceiling okay furniture hallway okay neighbor rent okay repair spacious this one is spacious tidy utilities yacht cupboard and this one is roof okay any question from this vocabulary list and you can ask មានកន្លែងណាដែលយើងអត់យល់គ្នាយើងអាចសួរបានដែរ I think the definition also already have in this size but it's in English I want you to think and to know the definition in English because you may learn something from here for example like the word spacious here you can describe the meaning of this one sometimes you know we don't need to translate from English to Khmer because you can use other synonym for example the word spacious here is mean large right okay so you have a lot of space here it's called spacious right so anyway maybe I need some student to read this one